ក្នុងវីដេអូនេះខ្ញុំមកសម្រាប់វីដេអូមុនដែលខ្ញុំថតទៅឃើញខ្មៅអញ្ចឹងមានបងប្អូនខមមិនជាច្រើនចាខមមិនចេះខមមិនចោះចាអញ្ចឹងខ្ញុំឲ្យបងប្អូនមកមើលភាពខុសគ្នារវាងការថតវីដេអូថាមូលហេតុអីបានធ្វើឲ្យយើងប្រែពណ៌ចាឥឡូវមកមើលមួយសិនចាគឺខ្ញុំអត់តម្លាក់កាមេរ៉ាទេនេះខ្ញុំដូរទីតាំងតែបន្តិចណាបងប្អូនចាខ្ញុំងាកកាមេរ៉ាតែបន្តិចទេបងប្អូននេះខ្ញុំងាកមកវិញនេះខ្ញុំងាកមកវិញអត់ចាំបាច់ធ្វើអីទាំងអស់ហើយអត់មានកាត់តយណាដោយសារអីបងប្អូនចាទី1គឺbackground ខាងក្រោយចាខ្ញុំបញ្ជាក់ background ខាងក្រោយហ្នឹងគឺសំខាន់ណាថតទៅចង់ឲ្យឃើញមុខសមុខខ្មៅឬមួយក៏មិនហ្នឹងគឺអាស្រ័យលើ background ដែរទី2វិញទៀតគឺដោយសារផ្ទៃមេឃនោះបងប្អូនឃើញខ្ពស់ឡើងលើក៏ដូរពណ៌ដែរឃើញទេបងប្អូនមើលទៅលើទៅហើយយើងដាក់មកវិញនេះបងប្អូនអាចមើលបានចានិយាយទៅគឺដូរគ្នាអាចបានប៉ុន្តែបើសិនជាកាមេរ៉ាមែនខ្ញុំគាត់តនេគាត់នៅគឺគាត់ថតឲ្យខ្ញុំគឺគាត់ដឹងហើយថាចាប់ប្លង់កន្លែងណាដែលថតទៅឲ្យឃើញពណ៌ស្អាតកុំឲ្យខ្មៅអីចឹងណាប៉ុន្តែបើខ្ញុំថតដៃខ្លួនឯងគឺវាតែងតែមានកន្លែងខ្មៅកន្លែងសហើយមួយវិញទៀតគឺអាស្រ័យទៅលើការស្លៀកពាក់បើសិនជាយើងស្លៀកពាក់ពណ៌ណាលើកសាច់គឺស្លៀកទៅគឺលើកសាច់មែនទែនតែបើស្លៀកពណ៌ណាដែលអត់លើកសាច់ដាក់ទៅគឺអឹបនៅនឹងហ្មងហើយអញ្ចឹងខ្ញុំមិនអាចថាស្លៀកកៅអៅតែពណ៌នឹងទេយើងអាចដូរពណ៌គ្នាស្លៀកអីដែរអញ្ចឹងណាធម្មតាកាមេរ៉ាមុខហើយនិងកាមេរ៉ាក្រោយវាអត់ដូចគ្នាភាពទូទៅពេលដែលខ្ញុំថតខ្លួនឯងគឺភាគច្រើនគឺយើងប្រើកាមេរ៉ាមុខហើយពេលយើងថតខ្លួនឯងយើងអត់អាចប្រើកាមេរ៉ាក្រោយបាននេះមែនទេបងអូនចាបើសិនជាកាមេរ៉ាខ្ញុំគាត់នៅអាហ្នឹងគាត់ប្រើជាមួយនឹងកាមេរ៉ាក្រោយហើយពេលដែលប្រើជាមួយនឹងកាមេរ៉ាក្រោយគាត់អាចមើលប្លង់បានចាំងអត់អាងឹតអត់មានអីចំណាំងផ្លាតមកវិញអត់អីចឹងណាតែបើខ្ញុំថតខ្លួនឯងគឺតែងតែមានអាចចំណុចអស់ហ្នឹងបងប្អូនអាចមើលបាននិយាយរឹមទៅសម្រាប់ខ្ញុំគិតថាវាធម្មតាទេប៉ុន្តែពេលដែលខ្ញុំផុសទៅដល់ពេលអាក្រក់វិញទៅវាទៅជាមិនធម្មតាដោយបងប្អូនចេះតែលើកពីចំណុចនេះចំណុចនោះអញ្ចឹងណាហើយពេលខ្លះទៀតអាស្រ័យទៅលើការខ្ញុំសម្រាប់អត់បានគ្រប់គ្រាន់ពេលខ្លះទៅព្រោះអីថ្ងៃហ្នឹងពេលដែលខ្ញុំមួយរយៈក្រោយហ្នឹងឃើញតែឈឺរហូតតាមកពិតដោយសារថាមួយរយៈក្រោយហ្នឹងគឺខ្ញុំលក់ក្តាមបងប្អូនអញ្ចឹងហើយបងប្អូននឹងស្រាប់ហើយទី1គឺខ្ញុំតបឆាតចាទី2គឺខ្ញុំធ្វើការហាត់ខ្ញុំអត់សូវបានសម្រាប់បានគ្រប់គ្រាន់អញ្ចឹងហើយគឺក្បាលខ្ញុំគឺតែងតែឈឺប៉ុន្តែថ្ងៃមុនទៀតហ្នឹងពេលដែលខ្ញុំទៅធ្វើជាមួយនឹងប្រហុកហ្នឹងបងប្អូនចាគឺខ្ញុំត្រាំទឹកខ្លាំងពេកដល់ពេលអញ្ចឹងមកវិញគឺធ្វើឲ្យខ្ញុំហើមពោះគឺខ្ញុំរៀកពេញមួយយប់អត់បានដេកទេបងប្អូនខ្ញុំទៅពេលទៀតប៉ុន្តែខ្ញុំនៅតែងើបមកធ្វើការងាររបស់ខ្ញុំអញ្ចឹងណាបងប្អូនចាគឺនិយាយទៅតួឈឺមិនក្តៅខ្ញុំត្រូវលូនក្រាបមកធ្វើដែរហើយអញ្ចឹងបងប្អូនខ្លះគាត់អត់ដឹងថាយើងឈឺយកឃើញយើងថតធម្មតាតែពិតពេលដែលយើងចូលក្នុងកាមេរ៉ាយើងធ្វើធម្មតាប៉ុន្តែដល់ពេលនៅខាងក្រៅខ្ញុំដឹងថាខ្ញុំពិបាកពេលខ្លះថ្ងៃដែលខ្ញុំឈឺខ្ញុំថតហ្នឹងវិញបងប្អូនខ្ញុំដើរសឹងថាមិនរួចចង់ដោយសារអីមួយថ្ងៃព្រោះងាយគឺខ្ញុំត្រូវជន់ប្រហុកនៅហាលក្តៅហើយបន្ទាប់មកទៀតរៀកមកយប់ទល់ភ្លឺទៀតបងប្អូនសាកសម័យមើលនិយាយរួមទៅគឺជើងខ្ញុំមកកណាត់ក្រោមនោះគឺខ្ញុំដើរសឹងថាអត់ដឹងជើងប៉ុន្តែខ្ញុំនៅតែងើបមកធ្វើការងាររបស់ខ្ញុំទួនាទីរបស់ខ្ញុំបំពេញកាតព្វកិច្ចរបស់ខ្ញុំដូចខ្ញុំធ្លាប់និយាយអញ្ចឹងកាលពីមុនពេលដែលខ្ញុំម៉ែខ្ញុំឈឺហើយគាត់ធ្វើហើយខ្ញុំចេះតែចេះអូម៉ែបកាយម៉ែខ្ញុំឈឺហើយនឹងងើបធ្វើបានទៀតដល់ពេលខ្លួនឯងទៅជាម៉ែគេមិនដឹងថាតួឈឺយ៉ាងណាក៏ត្រូវលូនក្រាបដែរដើម្បីកូនដូចគ្នាហើយម៉ែខ្ញុំក៏តែងតែនិយាយថាអញទុកឲ្យថ្ងៃនេះចាប់មើលឥឡូវគាត់ទុកឲ្យខ្ញុំមែនចាឥឡូវដឹងខ្លួនបដើហើយ